Okay, hello សួស្តីអ្នកនរគ្នានឹងអីចឹងថ្ងៃហ្នឹងយើងមកតមេរៀន online book selling ទៀតហើយថ្ងៃហ្នឹងយើងមកធ្វើការទៅលើ category model ម្ដងcategory module អូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅអូខេអញ្ចឹងយើងមើលទៅលើ project របស់យើងទៅលើមើលទៅលើ model យើងមាន user model ហើយប៉ុន្តែយើងអត់ទាន់មានcategory model ទេអញ្ចឹងខ្ញុំបង្កើត file មួយឈ្មោះថា category model មកអូខេយើងបង្កើត file category model អូខេបន្តមកទៀតអឺ category model ហើយបន្តមកទៀតយើងចាប់ផ្ដើម import mongoose from mongo អូខេហើយយើងចាប់ផ្ដើមimport cons sorry មិន import ទេ cons category schema ស្មើនឹងnew ឥឡូវយើងចេះសិនយើងទុកប៉ុណ្្នឹងសិនយើងទៅធ្វើនេះសិនcategory type មួយអូខេអញ្ចឹងខ្ញុំដាក់ថា category type សិន type.ts អូខេអញ្ចឹង category type យើងដាក់ថា export I interface I category នេះមាននេះហើយអូខេអញ្ចឹងមកគេមាន id string name string description ខ្ញុំដាក់កាត់អញ្ចឹងទៅ string អូខេដាក់អញ្ចឹងអូខេបន្តមកទៀតយើងចូលមក category model យើងវិញអូខេ new schema cons category schema ហើយយើងមើល type របស់យើងអូខេអត់អីទេអញ្ចឹងយើងចូលមកដល់បង្កើត schema new category schema ស្មើ new schema យើង import ពី Mongo ដែរមកហើយយើងយក I category អូខេ I category អូខេអញ្ចឹងខ្ញុំដាក់ថា name type string require true អូខេអញ្ចឹងខ្ញុំយកមកទៀតមកឥឡូវយើង copy paste សិនអានេះខ្ញុំដាក់ថា description អានេះខ្ញុំដាក់ថា user id អញ្ចឹងដោយសារតែវាជា user id អញ្ចឹងខ្ញុំដាក់ថា create by ចេះទៅcreate by អូខេ create by អញ្ចឹងខ្ញុំបើដាក់ create by ចេះយើងអត់ដាក់ type string ទេ create by នេះមានថា relate ជាមួយនឹង user id ទាំងឯងប៉ុន្តែខ្ញុំដាក់ create by អញ្ចឹងទៅឬក៏យើងដាក់ស្រួលស្ដាប់ដាក់ចេះទៅ user id ទេអូខេ user id ហើយកន្លែងនេះយើងដាក់ថា mongo schema type object id អូខេអញ្ចឹងកន្លែងនេះវា error តិចទៀតយើងចាំយើង fix វាហើយយើងមាន timestamp true ហើយយើង complete export default mongoose model I category category schema អូខេប៉ុណ្្នឹងមកហើយអញ្ចឹងយើងចូល category មួយទៀតយើងដាក់ថា user id ទៅនេះមក user id យើងដាក់ថា object ទៅអូខេអញ្ចឹងយើងហើយយើងមាន model ហើយយើងមាន type ហើយអញ្ចឹងយើងទៅបង្កើត service របស់យើងអូ
ok អញ្ចឹងនៅក្នុងនេះខ្ញុំបង្កើតcategory service .ts អូខេអញ្ចឹង export con create category create category ស្មើខ្ញុំដាក់ service ទៅ create category service ស្មើ async request អញ្ចឹង request នេះយើង request type នេះយើងយក import វាចេញពី express response នេះក៏ពី express ដែរអូខេតមកទៀតយើង try catch អញ្ចឹងកន្លែង try catch នេះយើងកន្លែង try catch នេះយើងដាក់កន្លែងនេះខ្ញុំដាក់ any សិនទៅអូខេអញ្ចឹងដាក់ any អញ្ចឹងកន្លែងនេះខ្ញុំដាក់rest. Status 400យ៉ាងទៅ400 .json message ដាក់ថា error .message ទៅហើយ status យើងដាក់ status file ទេអូខេអញ្ចឹងមកបន្តមកទៀតខ្ញុំ cons មានគេមាន name មានយើង destructuring វាអានេះយើងហៅថា destructuring នេះយើងបាទ D ប៉ុណ្ណេះអូខេអញ្ចឹងយើងត្រូវការ name description ហើយនិង user ID បែបនេះប៉ុន្តែដោយសារតែ user ID យើងអត់ hard code យើង hard code អត់បានទេអញ្ចឹងយើងត្រូវទាញវាពី header គឺ token យើងត្រូវការ authorization សិនហើយនៅមាន authenticate យក role មកទៀតអញ្ចឹងជំហានទី1ដែលយើងត្រូវធ្វើឥឡូវយើង pass អានេះប៉ុណ្ណេះសិនហើយយើងទៅបង្កើត folder មួយឈ្មោះថា middleware សិនអូខេ middleware ហើយនៅក្នុង middleware ហ្នឹងខ្ញុំដាក់ថា authenticate ខ្ញុំដាក់ថា auth middleware ទៅអូខេ .ts អូខេអញ្ចឹងនៅក្នុង auth middleware ហ្នឹងគឺយើងត្រូវមានអីគេឥឡូវខ្ញុំ import request ពី express response ហើយនឹង next function ដែរពីហ្នឹងតោះមកយើង import JWT from JSON web token មកតោះមកយើងប្រើអានេះខ្ញុំដាក់ថា authentication check token ចាស់អូខេបន្តមកទៀតយើងដាក់ export cons authenticate ស្មើ async request response ហើយនឹង next អូខេហើយបន្តមកទៀតយើងប្រើ try catch ដូចគ្នាហើយកន្លែងនេះខ្ញុំដាក់ any ទៅអូខេហើយនៅក្នុងនេះយើងចាប់ផ្ដើមសរសេរ catch មកយើង return មក rest.status បើវាអត់មានទេ401ដាក់ថា token not valid ចឹងទៅ token is not valid អូខេអញ្ចឹងយើងចាប់ផ្ដើមសរសេរ try ក្នុង try យើងវិញអូខេអញ្ចឹងពាក្យថា middleware មានន័យថាគឺនៅកណ្ដាលអញ្ចឹងតួអង្គនៅកណ្ដាលចាំ check អីផ្សេងអញ្ចឹងទៅអញ្ចឹងទីទៀតយើងនឹងយល់បន្ថែមអូខេអញ្ចឹងបន្ទាប់មកយើងចាប់ផ្ដើម check token cons token ស្មើគេrequest.header authorization ខ្ញុំដាក់ទៅខ្ញុំអត់ចង់ដាក់ bear ទេខ្ញុំ replace បណ្ដោយទៅreplace bearer ចេះហ្មងទៅអូខេហើយកន្លែងហ្នឹងយើង check token ចេញពី request header តិចទៀតទៅយើងនឹងយល់នៅពេលយើង test លើ postman អញ្ចឹងយើង check មក if បើវាមិនស្មើនឹង token ទេយើង return មួយមក return rest.status 401ហើយយើងដាក់ថាយើងដាក់ message មួយមកយើងដាក់ថា no token provide មានថាបើអត់មាន token ទេមកពីយើងអត់ provide token ហ្នឹងឯងអូខេហើយបន្តមកទៀតបើ check កណ្ដឹងហើយបើវាមានយើងចូលមកកន្លែងថ្មីយើងដាក់ថា decode ខ្ញុំដាក់ថា decode ស្មើនឹង jwt.verify នៃ token របស់យើង token នេះហើយយើង
verify ជាមួយនឹង secret key របស់យើង process.env.jwt secret secret string អូខេនេះកន្លែងនេះយើង verify វាជាមួយ JWT secret របស់យើងនៅ token ហ្នឹងទៅអូខេបន្តមកទៀតយើងត្រូវដាក់ request user ស្មើនឹងsorry decode ប៉ុន្តែដោយសារតែវា error type អញ្ចឹងយើងដាក់វា as JWT payload អញ្ចឹងបើយើងដាក់វាជា JWT payload អានេះក៏នៅតែ error អញ្ចឹងយើងមានវិធីសាស្ត្រមួយទៀតនៅក្នុង type គ្នាយើងនៅក្នុង type នៅក្នុង type នេះយើងត្រូវបង្កើត file បង្កើត folder មួយសិនតោះបង្កើត folder មួយឈ្មោះថា express បន្តមកទៀតខ្ញុំបង្កើត file មួយឈ្មោះថា index.d.ts ហើយបន្តមកទៀតខ្ញុំយើង import មកយើង import express from express អូខេបន្តមកទៀតខ្ញុំ import JWT payload នឹងពី JSON web token ហើយយើង declare វាglobal បន្តមកទៀតយើង namespace ហើយ express តោះមកយើង interface វាrequest អូខេ request user JWT payload អូខេប៉ុណ្ណឹងហើយបន្តមកយើង complete ចូលមកក្នុង Tailwind config របស់យើង add កន្លែងនេះផងយើងដាក់ type មកអូខេតែប៉ុណ្្នឹងទេហើយអញ្ចឹងពេលយើងចូលមក middleware នេះវិញវាលេង error វាលេង warning error type ហើយអូខេអញ្ចឹងអាហ្នឹងប៉ុណ្្នឹងទេអត់មានអីពិបាកទេហើយបន្តមកទៀតយើងតមក middleware យើងវិញយើងដាក់ next មកអូខេយើងដាក់ next មកមានន័យថាបើវាហើយបើវា success វាអត់មានអីទេវា next វាធ្វើការត next ទៀតអញ្ចឹងកន្លែងហ្នឹងអញ្ចឹងបន្តមកទៀតយើងធ្វើ authentication ហើយខ្ញុំធ្វើមួយទៀតពាក់ព័ន្ធជាមួយនឹងយើងធ្វើ role check ទៅ role check authenticate role check ឧទាហរណ៍ថាadmin មិនមានសិទ្ធចូលប្រើប្រាស់ service នឹងបានហើយបើ client អត់មានសិទ្ធទេប្រើទៅ role check យើងអាចធ្វើបានទេយើងឧទាហរណ៍ជាក់ស្ដែងនៅក្នុង Facebook page អញ្ចឹងeditor បានត្រឹមតែ editor ទេអត់ដូច super admin ឬក៏ដូចផ្សេងឯងគឺមាននីតិខុសគ្នាអញ្ចឹងយើងធ្វើអា system នេះក៏ដូចគ្នា service នេះដូចគ្នាអញ្ចឹងយើង export con ដាក់ថា authorize ស្មើនឹងខ្ញុំ pass argument ឧទាហរណ៍ allow role ទៅខ្ញុំជា string នៃ array អូខេអញ្ចឹងហើយបន្តមកទៀតខ្ញុំ return ខ្ញុំ return request ចេះមកអានេះវាដូចគ្នាខ្ញុំដាក់ចេះ return អូខេខ្ញុំ return អញ្ចឹងខ្ញុំ save វាស្អាតសិនអូខេហើយបន្តមកទៀតយើងដាក់ on user role ស្មើនឹង request.user role អូខេខ្ញុំដាក់អញ្ចឹងបន្តមកខ្ញុំដាក់ if user role ខ្ញុំថាបើមិនស្មើនឹង user role ទេឬក៏មិនស្មើនឹង user role sum role នៃ string allow role include role អូខេប៉ុណ្ណឹងបើកកញ្ចក់មកតមកបើមិនមានទេយើង return rest.status 401យើងដាក់ថា for prudent json for prudent forbidden អូខេតមកបើអូខេ next អូខេប៉ុណ្្នឹងទេនឹង role check របស់យើងហើយអញ្ចឹងបន្តមកទៀត
យើងចូលមកមើលកន្លែងនេះ role អញ្ចឹងខ្ញុំសុំទៅកែកន្លែង user service តិចគ្នាយើងនៅក្នុង sorry យើងកែទៅក្នុង user model អញ្ចឹងកន្លែងនេះខ្ញុំដាក់ role ត្រូវហើយប៉ុន្តែខ្ញុំចង់ដាក់វាជាចង់ដាក់វាជា array អូខេហើយកន្លែងនេះខ្ញុំដាក់វា require ដែរrequire អូខេ require true អូខេអញ្ចឹងមកអូខេអញ្ចឹងក្នុង iUser នេះខ្ញុំដាក់ string array ចេះមកអញ្ចឹងក្នុង user model បែរជាខុសអីហីអញ្ចឹងនៅក្នុង user model កន្លែងនេះអូខេកន្លែងនេះយើងចូលមក extend document string template យើងខុសឲ្យគេអញ្ចឹង user model type string role អូខេ use default យើងដាក់ចេះទៅអូខេ default យើងដាក់ array ចេះអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយអញ្ចឹងយើងទៅធ្វើcontrol យើងទៅធ្វើ category វិញអូខេអញ្ចឹងបន្តមកទៀតយើងដាក់គេ const user id នេះស្មើ request.user id បែបនេះអូខេkeyword កន្លែងនេះ user id នេះនៅពេលដែល user login អញ្ចឹងខ្ញុំសូមបកទៅបញ្ចូលកន្លែង login ឬក៏ register បន្តិចអញ្ចឹងនៅកន្លែង user id នេះអញ្ចឹងយើងក៏លេខមើលនៅក្នុង all service យើងមើល register ឬក៏ login នេះ login service នៅពេលដែល login អូខេ token នឹង generate token អញ្ចឹង generate token នឹងបោះ id user ទៅអញ្ចឹងនេះយើងមើល function generate token នេះយើងនឹងឃើញ generate token user id ឃើញអត់ឃើញ keyword user id នេះអញ្ចឹងហើយបានយើងដាក់ request.user id បែបនេះអូខេអញ្ចឹងបន្តមកទៀតខ្ញុំដាក់ថា const new category ខ្ញុំដាក់កាត់ទៅ new cat ស្មើnew នៃ category model dot ដាក់ចេះមក name description ហើយនឹង user id អូខេdescription អូខេហើយបន្តមកទៀតខ្ញុំ await new cat.sell បន្តមកទៀតយើង complete red.status 201 dot json ហើយយើងបោះ data ឲ្យគេយើងដាក់ថា new cat អូខេហើយ message យើងដាក់ថា category create successfully អូខេប៉ុណ្ណឹងមកហើយមួយទៀតដោយសារតែ category យើងត្រូវគិតថា category គឺឈ្មោះ category អាចមានច្រើនទេតែមានច្រើនដូចគ្នាមានន័យថាមិនមានច្រើនមិនមែនមានន័យថាមានច្រើនអត់អាចមានច្រើនទេមានន័យថាបើឈ្មោះដូចគ្នាគឺយើងអត់ឲ្យ allow ទេអញ្ចឹងយើងត្រូវ check លក្ខខណ្ឌកន្លែងនេះមួយif ឥឡូវយើង const exist name of category អូខេស្មើនឹង await នៃ user category model dot find one អីគេname ស្មើ name ប៉ុណ្ណឹងទៅបានហើយអញ្ចឹង find one បើ if បើវាស្មើមានន័យថាយើង return មក rest dot status 401 dot json បោះ message មកcategory name is already exist ចឹងទៅអូខេតែប៉ុណ្្នឹងឯងអូខេអញ្ចឹងយើងចូលទៅយើង high service ហើយអញ្ចឹងយើងចូលទៅក្នុង controller អូខេអញ្ចឹងនៅក្នុង controller យើងទៅបង្កើត file មួយឈ្មោះថា category controller.ts អញ្ចឹងកន្លែងនេះខ្ញុំ export const create category controller ស្មើ async request response ទាញពី express យើង
quét đây mà ok tập máuแบบนี้tập máu cons result ស្មើនឹង await នៃ create category service នេះ dot អត់មាន dot ទេ request និង response ហើយយើង return result ទៅប៉ុណ្ណឹងទៅបានណាអូខេអញ្ចឹងបន្តមកទៀតយើង high controller យើងទៅតេស្តនៅក្នុងយើងទៅតេស្តនៅក្នុង route សិនដោយសារយើងអត់ទាន់មាន route ទេយើង init route សិនតោះអញ្ចឹង route យើងដាក់ថា category route .ts អញ្ចឹងនៅក្នុងនេះខ្ញុំ import router from express ហើយបន្តមកទៀត cons route ស្មើនឹង router export default router មកហើយបន្តមកទៀតយើងចាប់ផ្ដើមទៅបង្កើតនេះយើងដាក់ router អូខេបន្តមកទៀតយើងដាក់អីគេrouter dot post create category អូខេអញ្ចឹង create category controller create category controller នេះអូខេអញ្ចឹងនេះមិន error យើងទៅមើលcreate export con create category controller អូខេអញ្ចឹង category route create category controller អូខេអញ្ចឹង save អញ្ចឹងគ្នាយើងមើលកន្លែងនេះ create category ហើយយើងចូលមកកន្លែងនេះម្ដងយើង router.use category ហើយយើងហៅ category មកទៅប៉ុណ្្នឹងបានណាហើយយើង import មក import category from category route ប៉ុណ្្នឹងមក category route អូខេនេះយើងដាក់ route ដែរអូខេអញ្ចឹងយើងមើលកន្លែងនេះយើងមានហើយអញ្ចឹងយើងមើលកន្លែងនេះទី1យើងត្រូវ init route ហើយយើងដាក់ route វា user នេះម្ដងទៀតហើយយើងដេញវាដូចគ្នាយើងដេញសួរដូចគ្នាអញ្ចឹងយើងមើលកន្លែង route កន្លែងនេះសំទោសកន្លែងបាត់អូខេយើងមើលកន្លែងនេះអញ្ចឹងយើងមើល create category អញ្ចឹងដោយសារតែយើងធ្វើ middleware ហើយអញ្ចឹងបើយើងដាក់តែប៉ុណ្ណេះទេវាអត់ check role អត់ check authentication ទេអញ្ចឹងមានន័យថាណាគេមក access endpoint នឹងចោលក៏បានដែរ access ចោលក៏បានដែរអញ្ចឹងយើងត្រូវដាក់ check authentication ហើយនឹង authorize authenticate មានន័យថាយើង check token ថា valid អត់ប្រើបានអត់ token ហ្នឹង user នឹង login បាននៅហើយ authorize មានថាយើង check role ជាអីឡាក់ចឹងទៅអញ្ចឹងទី1ខ្ញុំត្រូវ import authenticate ហើយនឹង authorize បន្ទាប់មកខ្ញុំដាក់ថា authorize ហ្នឹងតើតែ admin បានមានសិទ្ធចូលតើតែ admin បានមានសិទ្ធ access controller ហ្នឹងមានសិទ្ធ access endpoint ហ្នឹងតែប៉ុណ្ណឹងយើងអានេះយើងចងហើយនេះយើងសរសេរហើយឃើញខ្ញុំដាក់ថា authentication check token ប៉ុណ្ណឹងហើយ role check គឺប៉ុណ្នេះអូខេអញ្ចឹងយើងមកមើលកន្លែងនេះវិញអូខេអញ្ចឹងខ្ញុំដាក់ថា admin ទេបើយើងចង់ដាក់ user ទៀតបានប៉ុន្តែកន្លែងនេះមានសិទ្ធយើងដាក់មានសិទ្ធ admin ទៅបានហើយ create category controller អូខេអញ្ចឹងខ្ញុំគិតថាហើយយើង npm run dev សាកមើលយើង run project យើងដើរហើយអញ្ចឹងយើងមកតេស្តនៅក្នុង postman ការពិតអានេះខ្ញុំ prepare ហើយនេះមាន odd យើងហើយអញ្ចឹង category អញ្ចឹងនៅក្នុង category យើងមើលនៅ create អូខេយើងមាន create អញ្ចឹងឥឡូវខ្ញុំចូលទៅ database ខ្ញុំលុបចោលទាំងអស់សិនខ្ញុំលុបអានេះចោលហើយខ្ញុំលុប user នេះចោលដែរខ្ញុំលុប user ទាំងអស់ទេអូខេខ្ញុំលុបចោលសិនតោះយើងតេស្តទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះខ្ញុំចាប់ផ្ដើមទៅ register មួយសិនអញ្ចឹងខ្ញុំ register នេះ admin អូខេអញ្ចឹងខ្ញុំ register ជា admin តែការប៉ាត់ role default យើងដាក់ user ហើយអញ្ចឹងខ្ញុំប្រហែលជាចូលមកកែ database បន្តិចខ្ញុំ add
màនេះទៀតខ្ញុំដាក់ថា admin អញ្ចឹងខ្ញុំ update មកអូខេ refresh អូខេ role យើងមាន2អូខេអញ្ចឹងខ្ញុំចូល create category ខ្ញុំ login មួយទៀតខ្ញុំ login សិនតោះខ្ញុំ login ខ្ញុំ send អូខេអញ្ចឹង role យើងជា user និង admin អញ្ចឹងខ្ញុំ copy token នេះអញ្ចឹងគ្នាយើងមើលកន្លែង token នេះនៅក្នុង token នេះខ្ញុំផាសអានេះចូលគ្នាយើងឃើញមានតែ user ID ឯងប៉ុន្តែការពិតយើងត្រូវការ role មួយទៀតយើងត្រូវការ set role នៅក្នុងនឹងមួយទៀតអញ្ចឹងឥឡូវយើង test សិនបើវាអត់មាន role តើវាមានរឿងអីកើតឡើងអូខេអញ្ចឹងខ្ញុំចូល create ហើយខ្ញុំចូល header ខ្ញុំដាក់ authorize អញ្ចឹងហើយខ្ញុំដាក់ token ចូលហើយខ្ញុំ create forbidden អញ្ចឹងយើងទៅមើល code ដែលយើងចងកន្លែងនេះអញ្ចឹងវា authenticate បាត់ហើយវាចូលកន្លែងនេះការពិត authenticate មានហើយត្រូវហើយកន្លែងនេះមានថាវាឆ្លងកាត់ផុតហើយផុតដំណាក់កាលនេះហើយផុតដំណាក់កាលមួយនេះហើយអញ្ចឹងវាឆ្លងវាចូលមកដំណាក់កាលមួយនេះវាជាប់គាំងនៅនេះនៅហ្នឹងដោយសារអីដោយសារតែ role ដោយសារយើងអត់មាន role អញ្ចឹងឥឡូវយើងសាក console log មើល role user role នៅទៅនេះអូខេ user role អញ្ចឹងខ្ញុំតេស្តម្ដងទៀតខ្ញុំ click test forbidden ហើយយើងមើលឃើញអត់ user role undefined ដោយសារនៅពេលដែល token incoming request មកនេះ token នេះមក token មកវា success ហើយព្រោះវាផុតអានេះហើយព្រោះ token យើងបោះមកពី header ហើយអញ្ចឹងឆែកលក្ខខណ្ឌនេះវាមិនពិតទេអញ្ចឹងវាមិនពិតវាធ្វើអានេះអញ្ចឹងវា verify token ហើយវាអីចឹងមកវា next មកវាផុតហើយវាមកដល់នេះម្ដងដោយសារវាមកដល់នេះដោយសារវានៅ category route នេះវាផុតអានេះវាឆ្លងកាត់អានេះសិនមុនដល់អាមួយនេះអញ្ចឹងវាទៅមើល check សិនបន្ទាប់មកវា check មើល token ហ្នឹងអត់មាន role អញ្ចឹងមានន័យថាវាចូលលក្ខខណ្ឌនេះឲ្យ forbidden បាត់ហើយវាអត់ឲ្យទេអូខេអញ្ចឹងយើងត្រូវកែបន្តិចកន្លែង login អញ្ចឹងយើងចូលទៅកន្លែង all service បន្តមកទៀតយើងមើលកន្លែងនេះ generate token អញ្ចឹង generate token យើងត្រូវការគេមួយទៀតយើងត្រូវការ role ជា string ចេះមកអូខេអញ្ចឹងខ្ញុំត្រូវការដាក់ role មួយទៀត save ស្រាប់តែ save មកយើងមើលនៅក្រោម app យើងក្រាស់បាត់ដោយសារអីដោយសារតែវា error type សេះមានន័យថានេះ generate token វាត្រូវការ2 value យើងមើល2 value នេះមកយើងដាក់ role ទៀតប៉ុន្តែយើង provide ឲ្យតែមួយទេគឺ new user ID អញ្ចឹងបន្ទាប់ពីយើង register ហើយយើងត្រូវ return បោះ role ឲ្យគាត់មួយទៀតមកអីគេ new user.role ប៉ុណ្ណឹងមកលេង error ហើយហេតុផលហ្នឹងហើយបានយើងត្រូវការសរសេរ TypeScript គឺវា type សេះហើយវា error ភ្លាមៗឲ្យយើងដឹងតែបើយើងសរសេរជា JavaScript ធម្មតាអាហ្នឹងវាអត់ error ឲ្យយើងដឹងទេវាអត់ compile error ឲ្យយើងដឹងទេតើតើយើង run ទៅបានយើងជួប error ទៅហើយយើងពិបាករក error ទៀតដូច្នេះបានយើងប្រើ TypeScript type សេះទៅយើងដឹងលឿនអូខេអញ្ចឹងហេតុផលឲ្យយើងប្រើ TypeScript តោះមកនេះយើងដូចគ្នា exist email. role អូខេប៉ុណ្ណឹងមកបានបាត់អូខេអញ្ចឹងគ្នាយើងមើលកន្លែងនេះនៅពេលដែលយើង log in ដំបូងយើងមាន user ID ទេអញ្ចឹងនៅពេលដែលយើងបន្ទាប់ពីយើងដាក់ហើយឥឡូវខ្ញុំ log in ម្ដងទៀតនៅពេលដែលខ្ញុំ log in ម្ដងទៀតវានឹងមានអានេះឲ្យអញ្ចឹងខ្ញុំចូលមកតេស្តម្ដងទៀតអូខេយើងនឹងឃើញ role យើងព្រោះយើង set ដាក់ឲ្យមិញអញ្ចឹងវាមាន admin និង user អូខេអញ្ចឹង role ខ្ញុំជា admin ណាឥឡូវខ្ញុំ create category ខ្ញុំដាក់ token កន្លែងនេះសាថ្មីហើយខ្ញុំ create អូខេ successful គ្នាយើងមើល successful កន្លែងនេះឃើញអត់មាន user ID ដែលយើងបោះទៅអូខេ user ID ដែលយើងបោះទៅអញ្ចឹង user ID នេះបានមកពីណាអូខេអញ្ចឹងយើងទៅមើលតិចមក user ID បានមកពីណាអញ្ចឹងយើងទៅមើលកូដរបស់យើងកន្លែងនេះឥឡូវខ្ញុំ role នេះយើងដឹងណាខ្ញុំលុប console log វិញកុំឲ្យវាអត់ល្អកូដយើងកន្លែង middleware ខ្ញុំលុប user role អូខេនេះនៅពេលដែលមកដល់ហ្នឹង
hai cho controller khơi route dương hit mà controller ấy mình miền token hai mình authorization ní lại authorize ní miền role admin hai chẳng việc to mà nè chẳng to mà nắng chập máu bị chun mau service ní chẳng chập mà đó ní khi dương khơi user ID nè user ID chẳng dương console log máu user ID ok chẳng nhung tay đòn tiết nhung create ok chẳng việc cho một lại dương category name or DXC tại sao ai tại sao dương chọn nè check cái lại nè và tại mình chiaបញ្ហាទេtại sao dương console log មើលទៅ user ID យើងមើលទៅ user ID មកនេះtại sao user ID ហ្នឹងយើងចាប់បានពីគេនេះយើង request decode បន្ទាប់ពីយើង request decode មកយើងនឹងបាន request user ID មកបានហើយដូចនេះចឹង request user role ចឹងអញ្ចឹងកន្លែងនេះយើងអាច request user ID មកបានហើយអញ្ចឹងយើងបាន user ID ហើយអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេឬក៏យើងដាក់ចេះបើយើងដាក់ request user ទៅទេយើង send មកយើងឃើញមាន object ឯនេះមក object អញ្ចឹងកន្លែង controller នេះកន្លែង middleware កន្លែងនេះមានន័យថាប្រព័ន្ធនេះវា decode ពី token បានជា user object តោះណាអញ្ចឹងហើយប៉ុន្តែដោយសារតែនៅក្នុងនេះយើងចង់បានតែ user ID ទេអញ្ចឹងបើយើងដាក់ .user ID មកបានហើយអូខេអញ្ចឹងដូចជាមានអីទេកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងអូខេបន្ទាប់មកទៀតយើងចូលមកដល់get category អូខេ get category អូខេអញ្ចឹងកុំតន់អាចចូលដល់ get category ខ្ញុំតេស្តមួយទៀតពាក់ព័ន្ធជាមួយនឹង user ធម្មតាឥឡូវយើងមានតែ user មួយជា admin មាន role 2 admin អញ្ចឹងយើងទៅ register user ថ្មីមួយអូខេខ្ញុំទៅ register user ថ្មីមួយខ្ញុំដាក់ថា John Doe អានេះខ្ញុំដាក់ថា John Doe ខ្ញុំដាក់ថា John នេះខ្ញុំដាក់ថា Doe តោះប៉ុណ្ណឹងខ្ញុំ send អូខេ phone or DXC ខ្ញុំថែមលេខ0មួយទៀតទៅអូខេបានអញ្ចឹងខ្ញុំចូលមកយើងមើលក្នុង database របស់យើងឃើញ user មួយទៀតហើយអញ្ចឹង John Doe អញ្ចឹង role តែ user ទេតោះណាដោយសារតែនៅក្នុង model យើងដាក់ default ជា user នេះខ្ញុំបញ្ជាក់ម្ដងទៀតនៅកន្លែង model នេះកន្លែងនេះ default user តែមួយទេអូខេបន្តមកទៀតយើងអាចតេស្តនៅក្នុងនេះយើងអាចតេស្តក្នុង Postman យើង copy token ហ្នឹងមកយើង create ឥឡូវយើង create យើងយក token នេះមកដាក់ create អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ short test ចេះមកតមកខ្ញុំ send forbidden ដោយសារអីដោយសារតែ role យើងជា admin មិនអោយនេះកន្លែងនេះកន្លែងmiddleware នេះកន្លែងនេះ route នៅក្នុងcategory route នេះកន្លែងនេះយើងដាក់ជា admin អញ្ចឹងម្នាក់ហ្នឹងគឺជា role ជា user អត់អាច create បានទេអញ្ចឹងបោះ message forbidden អញ្ចឹងទៅអូខេអញ្ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងអូខេបន្តមកទៀតយើងចូលមកដល់យើងចូលមកឥឡូវខ្ញុំសុំខ្វែងអស់សិនយើងចូលមកដល់ service របស់យើងចូលមកដល់ get all តោះអញ្ចឹងយើង get all យើង create ហើយ export cons get all category smart async request response អូខេ try ខាច់ទៅដែរមកហើយយើង copy នេះមកអូខេចឹង try យើងចាប់ផ្ដើមធ្វើតោះ get all អត់មានអីពិបាកទេ cons get all cons ខ្ញុំដាក់ថា categories ស្មើនឹង await category model find អាហ្នឹងមកហើយ return អត់ return ទេ sorry press dot status 200 dot json message យើងដាក់តែ message មកបានហើយយើងដាក់ data ដែរ sorry category message យើងដាក់ថា get category
category successfully អញ្ចឹងទៅអូខេអញ្ចឹងយើងចូលមក route or controller អញ្ចឹងខ្ញុំសុំ import នេះខ្ញុំដាក់មកហើយខ្ញុំដាក់ថា get all categories controller អញ្ចឹងអានេះ get all categories តែប៉ុន្តែកន្លែងយើងគួរដាក់ service ឲ្យយើងខ្ញុំដាក់ service មួយទៀតអូខេ save អូខេ service ប៉ុណ្ណឹងមកបានហើយយើង complete ចូល route របស់យើង category route ខ្ញុំផាសមកកន្លែងខ្ញុំដាក់ get វិញនេះខ្ញុំដាក់ថា category អាចចេះទៅហើយខ្ញុំដាក់ថា only admin ដែរដែលអាចយកបានget category controller ចេះមកបានហើយអូខេដូចតែគ្នាទេអញ្ចឹងខ្ញុំមើលនៅកន្លែងនេះខ្ញុំមើល index សិនអូខេ category តោះអូខេអញ្ចឹងខ្ញុំមានហើយតោះចេះយើងតេស្តនេះខ្ញុំ get all category តោះអញ្ចឹងយើងយក login យើងយកមិញយើង login ហើយឥឡូវខ្ញុំ login ជា admin វិញ login admin ហើយខ្ញុំយក token មកហើយ get all category ខ្ញុំយកមកដាក់ទៅនេះអញ្ចឹងខ្ញុំ get all អូខេ category យើងមានតែមួយទេ short អញ្ចឹងខ្ញុំទៅបង្កើត category ថ្មីទៀតដាក់ខ្ញុំដូរអានេះដាក់បោះ token admin អូខេអញ្ចឹងខ្ញុំដាក់ short test អូខេដើរខ្ញុំដាក់ browser អញ្ចឹងទៅខ្ញុំដាក់ថា gin អញ្ចឹងទៅអូខេដើរអញ្ចឹងយើងមក get all ម្ដងទៀតអូខេយើងឃើញមាន3 array អត់3ប៉ុន្តែយើងចង់បាន user ID នេះចង់ដឹងថាណាគេអ្នកបង្កើតអញ្ចឹងយើងទៅកែកន្លែងនេះបន្តិចនៅក្នុងនេះចូលមក get all card service ហើយបន្ទាប់មកទៀតយើង message នេះដាក់ថែមមួយទៀតមិនត្រូវនេះខុសកន្លែងនេះដាក់ populate ហើយ user ID ដោយសារអីដោយសារកន្លែងនេះគ្នាយើងមើល category model យើងដាក់ user ID តោះនេះអញ្ចឹងខ្ញុំតេស្តម្ដងទៀតខ្ញុំ get all category មានហើយណា controller service populate user ID ខ្ញុំ rerun ម្ដងទៀតមើល head end វាមកcategory service category find user ID តោះខ្ញុំ run ម្ដងទៀតអត់មកទេហេតុអីនេះយើង successful យើងមើលកន្លែងនេះ populate category get okay category service user populate user ID អូខេ run ដងទៀតអត់មក what's wrong populate async request response controller category route get all request response បោះទៅ return result តែម្ដងទៀតអត់មានអញ្ចឹងចូលមើលនេះខ្ញុំ refresh មួយចូលមើល category refresh មួយទៀត user ID object ID ត្រូវហើយតាហេតុអីបានអត់មក
category មាន category មាន2 category យើងមាន3តែមិនមាន2ចឹងហើយយើងមើលកន្លែងនេះមាន cheat short test ហើយនឹង short អានេះយើងមាន2 3មាន3តាបើឲ្យធំតិចមកអូខេចឹងយើងដល់កន្លែងដែលយើងត្រូវមើលមិនវាអត់ដើរអូខេចាំបន្តិចយើងរកមើលកន្លែងខុសផាសចេះមក category model find populate user ID npm run dev npm run dev run ដងទៀតអត់មក async get all category service route index category post get category no token provide token អត់មាន user ID មកពី x គ្នាយើង category យើងមកមើលកន្លែង category model យើងភ្លេចដាក់ reference user អូខេ reference user នេះកន្លែង reference user នេះសំខាន់ណាស់អញ្ចឹង reference user មកនេះយើងមើលឈ្មោះ reference user អញ្ចឹង user អូខេតមកទៀតយើងតេស្តម្ដងទៀតអូខេនឹងចាញ់នេះចាញ់ user ID អូខេអញ្ចឹងមានប៉ុណ្ណឹងអាហ្នឹងអត់មានអីទេដោយសារខ្ញុំភ្លេចនៅក្នុង model យកអត់មាន reference បន្តមកទៀតយើងចូលមក update តោះអញ្ចឹង update ទៅ category service អញ្ចឹងខ្ញុំ copy អានេះមកលឿនcopy អូខេអញ្ចឹងខ្ញុំដាក់ថា update category service អូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់បិទចេះមកហើយខ្ញុំដាក់ថា consដដែលទៅ name description ស្មើ request dot body cons user ID យើងត្រូវការ user ID ត្រូវការ token ព្រោះយើងចង់ដឹងថាណាគេនេះ update អូខេអញ្ចឹងតមកទៀត user ID ស្មើនឹង request dot user dot user ID អូខេអញ្ចឹង cons ដាក់ con update result ឬក៏ update category ស្មើនឹង new នៃ category model dot find by id and update មកហើយ id គឺយើងត្រូវការ category id មួយទៀត category id ស្មើនឹង request dot param dot id ចឹងយើងដាក់ constant មួយផងតមកទៀតកន្លែងនេះយើងដាក់ថា category id ហើយនឹង object របស់យើងមានគេខ្លះ request dot អត់ទេយើងដាក់ចឹងបានទេname ហើយនឹង description ហើយនឹង user id អូខេអញ្ចឹងអានេះខយគេ await អូខេបន្តមកទៀតយើងrest.status 201.json ហើយយើង message យើងដាក់ថា update successfully អូខេ
data វិញមកដែរមក data ស្មើនឹង update category អូខេ save អូខេនៅក្នុង route យើងចូលមក update route នៅក្នុង controller អញ្ចឹងកន្លែងដូចគ្នាទេវាអត់មានអីត្រូវដូរទេ controller update category controller អានេះ update category service ប៉ុណ្ណឹងហើយចូលមក route ដូចគ្នាកន្លែងនេះយើង copy មកអញ្ចឹងមកកន្លែងខ្ញុំដាក់ port វិញកន្លែងដាក់ថា update category អូខេប៉ុណ្ណឹងដូចគ្នាអញ្ចឹងកន្លែងនេះយើងដាក់ admin ទៅដែរ admin មាន set update បើ user មាន set update ទេអូខេអញ្ចឹងខ្ញុំមានហើយកន្លែងនេះខ្ញុំ update category អូខេអញ្ចឹងយើង get all category សារថ្មីហើយកន្លែងនេះឈ្មោះថា short អញ្ចឹងខ្ញុំដូរវាដាក់ទៅជា testing អូខេខ្ញុំដូរវាអញ្ចឹងយើង pass តាម param id ចេះអញ្ចឹងខ្ញុំដាក់ថា short ដាក់ចេះតើហើយ header យើងយក token ថ្មីឥឡូវបើខ្ញុំតេស្តចេះអត់មានទេតែ category update category ហេតុអីបានអត់ដើរ put cannot put category update category send API v1 update category យើង console log មើល work តើមកខ្ញុំតេស្តអត់ចូលដល់ទេអញ្ចឹងកន្លែងនេះមកពីអី API shortest ឥឡូវយើងដាក់ header សិនមកកន្លែង login ខ្ញុំ copy category នេះសិនហើយយើងចូលមក update ខ្ញុំដាក់ header ហើយដាក់ category ខ្ញុំដាក់ token ហើយ send ចឹងកន្លែងនេះមានបញ្ហាកន្លែងនេះ v1 category update category តោះយើងមកមើល API v1 យើងមកមើលនៅក្នុង index category update អូខេ category update category អូខេដោយសារតែយើងអត់ដាក់ param id ទៅនេះអូខេអញ្ចឹងយើងតេស្តម្ដងទៀត send អូខេដើរធម្មតាប៉ុន្តែគ្នាយើងមើលកន្លែងនេះយើង update ទៅ short test ប៉ុន្តែនេះវាចេញ short តដែរអញ្ចឹងដោយសារកន្លែងនេះអញ្ចឹងយើងចូលមកយើង add បន្ថែមតិចមកnew true មានន័យថាពេល update ទៅវា true អញ្ចឹងណាអញ្ចឹងខ្ញុំ update ទៅជា test វិញមើលគ្នាយើងមើលអូខេឃើញ test ហើយវា update មក auto អូខេអញ្ចឹងអាហ្នឹងគឺមានប៉ុណ្ណឹងបន្តមកទៀតយើងចាប់ផ្ដើម get by id ហើយយើង delete អញ្ចឹងទៅយើងចប់ត្រឹម category module តោះអញ្ចឹងយើង get by id ខ្ញុំគិតថាយើងយកនេះទៅខ្ញុំ copy អានេះខ្ញុំសរសេរនៅក្រោមហ្នឹង get category service អញ្ចឹងទៅដោយសារ category មួយយើងដាក់ចេះអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា category ស្មើនឹងawait នៃ category model find by id អូខេអញ្ចឹង id ស្មើ category id អញ្ចឹង category id យើងត្រូវយកវាមកនៅនេះ cons ស្មើនឹង request.param.id អញ្ចឹងកន្លែងនេះខ្ញុំដាក់category វិញអូខេអញ្ចឹងប៉ុណ្ណឹងមកឥឡូវយើងចូលមក route យើងដូចគ្នាកន្លែងនេះខ្ញុំសុំយកនេះទៅហើយយើង copy paste ទេអាហ្នឹងcategory អញ្ចឹងខ្ញុំដាក់ថា
ID យកហ្មងដោយសារតែអានេះផ្លេចចូល controller ឡើយយើងចូល controller សិនតោះខ្ញុំ copy អានេះ copy អានេះតបមកខ្ញុំដាក់ថា get category controller អញ្ចឹងកន្លែងនេះ get category service អូខេអញ្ចឹងមកនេះវា import auto ហើយអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា get category controller អញ្ចឹងមកអូខេ make sure ថាពេលនេះ import មកផងដោយសារតែ IDE ខ្ញុំវា auto import អូខេអញ្ចឹងដោយសារតែនេះខ្ញុំដាក់តែ /id ដោយសារតែនេះវាមាន category ID ចេះហើយអូខេអញ្ចឹងខ្ញុំអត់ចង់នេះអញ្ចឹងខ្ញុំចូល get category តោះអញ្ចឹងខ្ញុំ get all category សារថ្មីឥឡូវខ្ញុំចង់បានមួយនេះ sort test អញ្ចឹងខ្ញុំ copy category មួយនេះហើយខ្ញុំ get ក្នុងនេះ send អូខេដោយសារយើងជន់ឥឡូវខ្ញុំបិទមួយអូខេខ្ញុំ send អូខេនេះយើងឃើញអញ្ចឹងវាអូខេហើយអត់មានអីទេអញ្ចឹងវាអូខេ sort test category អញ្ចឹងដោយសារនេះវាដដែលអញ្ចឹងយើងយកវាយើងនេះកន្លែងនេះវាអត់មាន object របស់ user អញ្ចឹងយើងដដែលមក populate មកនេះអូខេ populate user ID អូខេអញ្ចឹងខ្ញុំ send ដងទៀតយើងឃើញ user ID ហើយអូខេមានប៉ុណ្ណឹងអត់ទៅជាមានអីទេហើយតមកទៀតយើងចូលមកដល់ delete យើងធ្វើ delete អញ្ចឹង delete ដូចគ្នាខ្ញុំ copy category ID នេះមកអូខេអញ្ចឹងខ្ញុំដាក់ថា delete category service អូខេអញ្ចឹង category by param find by ID and delete អូខេអញ្ចឹងមកយើងបាច់ populate ទេ find by ID ដែល delete ទៅដែរអញ្ចឹងយើងបាច់ដាក់ data ទេយើង delete ហើយយើងដាក់អញ្ចឹងមកយើងដាក់ថា delete successfully អូខេប៉ុណ្ណឹងមកអូខេដូចតែគ្នាទេ find តាម param category ដូចគ្នាអញ្ចឹងកន្លែងយើងបាច់ដាក់អញ្ចឹងទេយើងដាក់ await យកហ្មងទៅអូខេប៉ុណ្ណឹងហើយនៅក្នុង controller ដូចគ្នា controller delete category កន្លែងនេះខ្ញុំដូចជាអត់តន់ដូរអូខេហើយ import មកអញ្ចឹងមកវា import ពី service មកហើយ delete category controller អូខេ copy យើងចូល route តមកទៀតដូចគ្នាrouter dot delete អញ្ចឹងដាក់មកថាអីគេ delete category ID អញ្ចឹង authenticate authorize admin ខ្លះមួយចឹងមកហើយ import មកអូខេ delete category controller delete category controller ហេតុអី error អូយើងដាក់នៅក្នុងនេះខុសហើយ sorry អូខេលេខ error ហើយតោះអញ្ចឹងយើងតេស្ត delete ឥឡូវខ្ញុំ delete sort test ហ្នឹងចោលគ្នាយើងមើលនៅក្នុងនេះយើងមាន3 category យើងអញ្ចឹងខ្ញុំចាប់ដើម delete category ហ្នឹងចោលខ្ញុំយក token នេះមកសិន delete category អូខេខ្ញុំអានេះ get all ទេ sorry នេះ delete category header យក header អូខេហើយខ្ញុំ delete អូខេ delete successfully អញ្ចឹងមានន័យថាយើង delete successful ឥឡូវយើងចូលមកមើលកន្លែងនេះ
ខ្ញុំ refresh មួយឃើញសល់2ឯងអញ្ចឹងកន្លែងនេះគ្នាយើង